បុគ្គលទាំងឡាយណាខិតខំឲ្យទានបំពេញបុណ្យមានបាយទឹកសម្ពុតយានជំនិះកំរងផ្កាគ្រឿងក្រអូបគ្រឿងលៀបទីដេកទីអាស្រ័យគ្រឿងប្រទីបឬបច្ច័យ4ជាដើមហើយប្រាថ្នាឲ្យបានសម្រេចតាមបំណងគឺអាយុវែងសម្បុរល្អសេចក្តីសុខកម្លាំងមាំមួនមានទ្រព្យមានយសកើតក្នុងត្រកូលខ្ពង់ខ្ពស់មានឈ្មោះកិត្តិយសថ្លៃថ្នូរបានកើតជាមនុស្សឬទេវតាជាដើមព្រះពុទ្ធទូលមានហើយថាទានដែលបានធ្វើហើយបានសម្រេចនោះចំពោះតែបុគ្គលណាមានសិលស្អាតបរិសុទ្ធទេតែមិនបានសម្រេចដល់បុគ្គលណាដែលទ្រុសិលឬអត់សិលនោះឡើយព្រោះអ្នកមានសិលឲ្យទានចិត្តបុគ្គលនោះរមែងសម្រេចព្រោះចិត្តស្អាតបរិសុទ្ធកម្លាំងសិលមានអំណាចទៅសង្កត់សង្កិននៅកិលេសក្រោតក្រៀតមានរាគៈទោសៈមោហៈឲ្យទ្រមចុះបានញ៉ាំងឲ្យចិត្តថ្លាស្អាតដោយបុណ្យឯបុគ្គលឲ្យទានតែទ្រុសិលមិនបានសម្រេចព្រោះចិត្តសៅមកដោយអកុសលកិលេសក្រុងសង្កត់ចិត្តក៏ល្អក់មិនស្អាតម្លោះហើយឲ្យទានមិនងាយបានសម្រេចតាមបំណងឡើយដូច្នេះអ្នកទាំងឡាយចេះឲ្យទានធ្វើបុណ្យហើយត្រូវចេះរក្សាសិលផងទើបបានសេចក្តីសុខ